ចាសួស្តីបងប្អូនទាំងអស់គ្នាសូមជម្រាបសួរសូមស្វាគមន៍សាជាថ្មីមកកាន់ Cooking Vlog របស់នាងខ្ញុំថ្ងៃនេះខ្ញុំបានស្ងោរង៉ាំងើជើងជ្រូកបានញ៉ាំពេលមេឃត្រជាក់ធ្លាក់ភ្លៀងហត់ក្តៅពិតជាឆ្ងាញ់មែនតើចាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាសម្រាប់វិធីដែលខ្ញុំធ្វើគឺខ្ញុំដាំទឹកស្លមុនណាបងអូនខ្ញុំដាំទឹកស្លពុះហើយខ្ញុំដាក់គ្រឿងកាត់ក្លិនចូលមានគល់ល្ខើយជាមួយនឹងគល់ជីវ៉ាន់ស៊ុយសម្រាប់ក៏មើមខ្ទឹមខ្ញុំដាក់វាក្រោយព្រោះពេលដែលយើងងាស់ទៅវាបែកខ្ទឹមវាអត់ទឹកស្លរបស់យើងវាអត់ឡើងពណ៌ស្អាតណាហើយនឹងក្រូចង៉ាំងើខ្ញុំដាក់វាមកជាហៀងព្រោះក្រូចខ្ញុំរៀងធំហ៎អញ្ចឹងខ្ញុំដាក់វាចូលឲ្យហើយដើម្បីឲ្យវាចេញជាតិង៉ាំងើហើយសម្រាប់គ្រឿងផ្សំរសជាតិខ្ញុំមានស្ករអំបិលជាមួយនឹងទឹកត្រីបងប្អូនដាក់ហើយភ្លក់ថែមថយរសជាតិទៅតាមនឹងអញ្ចឹងណាព្រោះគ្រឿងទាំងអស់នេះខ្ញុំដាក់តាមមុខតិចទេព្រោះដោយសារតែក្រូចញ៉ាំងើវាមានជាតិប្រៃនឹងស្រាប់អីអញ្ចឹងបន្ទាប់ពីតែយើងមកងាស់ជើងជ្រូកហើយចាំយើងបន្ថែមរសជាតិទៅតាមនឹងទៀតសម្រាប់ជើងជ្រូកខ្ញុំយកផ្នែកខាងឆ្អឹងណាបងអូនខ្ញុំយកវាទៅលាងស្រោះទឹកចេញភាសាលាងសម្អាតចេញពីប៊ិចទឹកឯដើម្បីឲ្យជើងជ្រូកយើងបាត់ក្លិនឆ្អាបហើយវាស្អាតល្អនៅពេលដែលយើងស្ងោររំងាស់វាយូរទៅវាអត់ឡើងពពុះវាអត់ធ្វើឲ្យទឹកស្លរបស់យើងឡើងល្អណាចាបន្ទាប់ពីបង់គ្រឿងទេសបង់សាច់អីចូលអស់ហើយគឺខ្ញុំបង្ងាស់វានៅលើភ្លើងហ្នឹងចំហកំហុបក៏បានបិទកំហុបក៏បានដែរអត់អីទេខ្ញុំងាស់ភ្លើងតិចប្រហែលជា40នាទីចានេះសភាពបន្ទាប់ពី40នាទីក្រោយបន្ទាប់ពីខ្ញុំងាស់នៅលើភ្លើងតិចអញ្ចឹងណាខ្ញុំឃើញថាជើងជ្រូករបស់ខ្ញុំវាផុយល្មមហីអញ្ចឹងខ្ញុំមកតឡើងភ្លើងហើយបន្ថែមគ្រឿងបន្តខ្ញុំចាប់ដើមដាក់មើមខ្ទឹមចូលដើម្បីឲ្យវាមានក្លិនឈ្ងុយមើមខ្ទឹមហ្នឹងដូចខ្ញុំនិយាយពីដើមអញ្ចឹងខ្ញុំអត់ដាក់វាពីដំបូងឯងព្រោះដល់ពេលដែលយើងងាស់ទៅមើមខ្ទឹមហ្នឹងវាលួយវាបែកទៅក្នុងទឹកស្លវាធ្វើឲ្យទឹកស្លរបស់យើងអត់ស្អាតហើយក៏វាអត់ឈ្ងុយដែរអញ្ចឹងខ្ញុំតឡើងភ្លើងហើយខ្ញុំភ្លក់មើលទៅឃើញថាវារៀងប្រៃតិចរៀងស្ទើសាបស្ទើផ្អែមអញ្ចឹងខ្ញុំបន្ថែមស្ករចូលបន្តិចទៅតោះមកយើងបន្ថែមជាមួយផ្សិតចូលបងអូនមានផ្សិតច្បើងដាក់ផ្សិតច្បើងថ្ងៃនេះខ្ញុំទៅផ្សាររកផ្សិតច្បើងអត់បានអញ្ចឹងទៅក៏ដាក់ផ្សិតនឹងជំនួសទៅលាងវាត្រាំទឹកអំបិលលាងវាឲ្យស្អាតទៅដើម្បីកុំឲ្យវាធំក្លិនផ្ដោះពេកហើយណាមួយទៀតផ្សិតយើងលាងជាមួយទឹកអំបិលបានស្អាតល្អខ្ញុំភ្លក់ទៅរៀងស្ទើជូរព្រោះង៉ាំងើខ្ញុំដាក់តាមមួយចាហៀងឯងអញ្ចឹងខ្ញុំបន្ថែមជាមួយនឹងទឹកក្រូចឆ្មាមួយស្លាបព្រាបាយទៀតបងប្អូនភ្លក់ថែមថយរសជាតិទៅតាមចំណង់ចំណូលចិត្តណាព្រោះអ្នកតាមផ្ទះអ្នកខ្លះចូលចិត្តរៀងជូរប្រៃដុតអីអញ្ចឹងតាមរសជាតិរបស់ម្នាក់ឯងអញ្ចឹងខ្ញុំធ្វើសម្រាប់រសជាតិផ្ទះខ្ញុំគឺខ្ញុំញ៉ាំរបៀបប៉ុណ្ណឹងបើសិនជាបងអូនធ្វើតាមវីដេអូខ្ញុំបងប្អូនភ្លក់បន្ថែមបន្ថយរសជាតិតាមនឹងអញ្ចឹងទៅចាបន្ទាប់ពីស្លរបស់យើងពុះឡើងផ្សិតឆ្អិនហើយខ្ញុំថែមជាមួយនឹងជីចូលជីបងអូនចូលចិត្តជីអីដាក់ជីនឹងទៅពួកភាគច្រើនស្លនេះគឺត្រូវជាមួយនឹងជីស្លឹកវែងជាមួយនឹងជីវ៉ាន់ស៊ុយឬក៏ជីម្វងបងប្អូនដាក់តាមចំណង់ចំណូលចិត្តខ្ញុំចូលចិត្តជីស្លឹកវែងខ្ញុំដាក់ជីស្លឹកវែងច្រើនទៅហើយសម្រាប់ខ្ទឹមបំពងនេះបងប្អូនមានក៏ដាក់មិនមានក៏ហីទៅព្រោះដោយសារតែខ្ញុំមានស្រាប់នៅក្នុងទូទឹកកកអញ្ចឹងខ្ញុំដាក់ទៅបន្ថែមឲ្យវារឹតតែឈ្ងុយអញ្ចឹងណាអានេះស្លរបស់យើងគឺឆ្អិន 100% ទេបងអូនប៉ុណ្ណឹងគឺអាចដួសយកទៅតុកទទួលទានបានហើយស្លមួយចាននេះខ្ញុំចំណាយអស់ប្រហែលជា 10000 តិចតួចទេខ្ញុំញ៉ាំបានគ្នា2នាក់ឡើងមកតំហឹងហ្មងណាជើងជ្រូកខ្ញុំទិញអស់ 13000 តែខ្ញុំធ្វើបានម្ហូប2មុខទុកខខ្លះហើយនឹងធ្វើសាឡនឹងខ្លះហើយសម្រាប់ផ្សិតទិញអស់ 3000 អញ្ចឹងទៅប្រហែលជាអស់ 10000 តិចតួចអីមើលទៅអញ្ចឹងរួចរាល់គឺសម្រាប់យកទទួលទានមកពេលនឹងបានយ៉ាងឆ្ងាញ់ពិសាហ្មងរៀងឈឺក្បាលអស់កម្លាំងអីដាក់ស្លនេះមួយចានទៅគឺថាមានកម្លាំងពេញបបមកវិញហ្មងចាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមជួបគ្នាជាមួយនឹងខ្ញុំវីដេអូបន្តទៀតណាបាយបាយ